ត្រឹមនោះត្រូវប្រុងប្រយ័ត្នបាទហេតុផលនៅខាងមុខគឺជាយើងអ្នកបញ្ជាអញ្ចឹងពេលដែលយើងគប់ស្កាត់វាដោយសារតែយើងមិនថយល្បឿនទៅអ្វីដែលយើងកើតឡើងវាអត់មានទេព្រោះយើងមិនថយល្បឿនទេយើងប្រើកក់ជើងហ្គាមមកគងលើប្រាំងវិញអញ្ចឹងណាតែថាគងលើប្រាំងវិញយើងជន់សង្កត់វាទៅវាយឺតទៅកត់វាណាវាយឺតដល់ពេលសង្កត់វាយឺតទៅយើងគិតចាប់ផ្ដើមឲ្យអារម្មណ៍យើងគិតដល់សុខភាពការបើកបរយើងថាតើខ្ញុំបន្តដំណើរទៅមុខជាមួយពួកខ្ញុំឈប់នៅពេលព្រោះសកម្មភាពចរាចរណ៍នោះគឺជាប្រភេទការរួមគ្នាធ្វើកាលណាការរួមគ្នាធ្វើអ្វីដែលកើតឡើងគឺអ្នកទាំងពីរអ្នកប្រព្រឹត្តបាទអញ្ចឹងឥឡូវនេះយើងធ្វើមិនឲ្យការប្រព្រឹត្តរបស់យើងពេលហ្នឹងហេតុផលដែលនៅខាងមុខហ្នឹងយើងអ្នកបញ្ជាវាអ្នកគិតអ្នករៀបចំបាទជួបហេតុអីមិនយើងត្រូវប្រើអារម្មណ៍គិតដល់ថ្នាក់ហ្នឹងដោយសារតែវត្ថុវាធំជាងយើងណាបាទយន្តធំជាងយើងហើយក៏យើងមិនធ្លាប់ប្រើដែរទៅបើជួយប្រទេសចុងក្រោយរបស់យើងហើយបាទមិនអញ្ចឹងណាបាទចំណេះដឹងនេះចុងក្រោយរបស់យើងហើយអញ្ចឹងខ្ញុំគិតថាវាមិនអីទេព្រោះវាជាវត្ថុវិទ្យាយើងវិទ្យាវាខ្លះចិត្តតែមានតិចនិចទេចាឲ្យបរិហារចំគូដល់ចែកធ្វើតាមចែកបាទប៉ុណ្ណឹងតែយើងធ្វើមិនបានលឿនដូចតាមការគិតរបស់លោកគ្រូមែនប៉ុន្តែធ្វើសន្សំតាមដែលយើងទទួលយកបានហ្នឹងចាបាទខ្ញុំគិតថាអ្វីក៏គ្មានបញ្ហាសម្រាប់យើងដែរមែនទេចាបាទយើងធ្វើទៅអីទេយើងមកបើបានលឿនឲ្យតែយើងគ្រប់គ្រងខ្លួនយើងបានបាទហ្នឹងហើយខ្លួនយើងបានហើយសំខាន់ចែកចាំទទួលយកចំណេះដឹងខ្ញុំនឹងរៀនឲ្យចែកចាហើយលោកគ្រូនឹងខ្លះវាស៊ីចង្វាក់គ្នាក្នុងពេលតែមួយចាំស្ដាប់មួយនិយាយបាទអញ្ចឹងទៅលទ្ធផលគឺជាចំណេះដឹងហ្នឹងបាទនេះបាទអញ្ចឹងយើងជួយនិយាយគ្នាខ្លាចតែយើងប្រើអារម្មណ៍គិតភ័យប្រលាំងបែងទៅលទ្ធផលចំក្រោយមិនមែនជារៀនបើកបរទៅជារឿងមួយផ្សេងបាទហើយអរគុណចែគឺមកគឺចាប់មួយយឺតមែនប៉ុន្តែចាំទៅមិនចេះភ្លេចទេបាទខ្ញុំអរគុណណាស់បាទប៉ុន្តែយើងការបត់ឆ្វេងបត់ស្ដាំយើងឲ្យសញ្ញាគេយ៉ាងតិច20ម៉ែត្រយ៉ាងណាគិតថាខ្ញុំចេះបាទខ្ញុំគិតថាអ្នកណាគេធ្វើខុសអ្នកណាគឺត្រូវសំខាន់យើងកាលឡើងពីយើងចាកាលឡើងពីយើងអញ្ចឹងយើងធ្វើអ្វីបើគេមិនសញ្ញោយើងសញ្ញោបើគេមិនគិតយើងគិតការបបោវាអញ្ចឹងណាចាកាលណាយើងគិតអ្វីហ្នឹងគឺបានលទ្ធផលហើយសុខសុវត្ថិភាពហ្នឹងយើងហើយអ្នកទទួលបាទតែកាច់គូត្រូវទេគូចឹងណាបាទអរណាតែតែបើមានអីគឺកាច់គូបវលឲ្យស្ដាប់មែនហ្នឹងណាតែបានទៅមកអត់មានអីនេះអត់មានអីថាបវលខ្ញុំនឹងព្យាយាមធ្វើតែខាងមុខនេះខ្ញុំធ្វើប៉ោះហើយខ្ញុំធ្វើអាចកោហ្នឹងណាបាទអាចកោកាច់ហ្នឹងគឺធ្ងន់ពេកចាខ្ញុំលាវិញមកហ្នឹងហើយកាលណាយើងអាចកោហ្នឹងវាមានអាស្រាលមានអាធ្ងន់បាទតែនេះរវល់គេដឹកយកតែកាច់ខ្លួនឯងតែគាត់ណែបងណែវល់គេយើងកាច់សាលាធ្វើអាចកោកាច់ហ្នឹងណាបាទទី2ទៅ3នៅទីនឹងឯងចាឥឡូវមិនឆ្វេងឥឡូវឲ្យចៅរៀនស្ដាំម្ដងរៀនតាមរៀនរបៀបនេះចាប់តាមនេះបាទរៀនតាមរៀនចាចឹងណាចៅរៀនស្ដាំម្ដងណាចាទៅយ៉ាងវិញចឹងចាបាទតាមគីឡូវិញនោះតាមគីឡូទៅដែរប៉ុន្តែអាចស្ដាំវិញ
យើងlàm viênជួយ start មើលទៅដូចអាចប្រើប្រាស់ក្នុងផ្លូវថ្នល់បានហើយចាំទៅតាមផ្លូវថ្នល់ ហ្នឹងហើយទៅអា start ចាំ បា ចេញ ទនេះជា technique មួយដល់អោ តែខ្ញុំទៅបានអីឲ្យចេញទៅថ្នល់ បាទនឹងយើងទៅដាក់អារម្មណ៍ទៅចូលវាហ្នឹងហើយទៅមកចាធ្វើតលាយលពឹងកាលណាយើងយល់អំពីវាហើយយើងទៅបើកតាមផ្លូវបានហើយហ្នឹងហើយអត់បញ្ហាមិនខុសឲ្យយើងរៀនម៉ូតូតែគ្នាពេលឡើងមកម៉ូតូមកតាទៅវាលសាច់កូនមកវាលដូចគ្នាបាទចានេះគឺធំជាងម៉ូតូបាទចាំគុណច្រើនហើយធ្វើទៅមួយទៅដើម្បីគឺចំណែកដល់មួយដែលគុណភាពណាបាទ